ការប្រៀបធៀបរវាងប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងអាល្លឺម៉ង់មានប្រជាជនជាង84លាននាក់ខណៈបារាំងមាន68លាននាក់ដែលធ្វើឲ្យអាល្លឺម៉ង់ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី19ខណៈបារាំងនៅលំដាប់ទី22ផ្ទៃដីអាល្លឺម៉ង់មាន137,000 ម៉ាយការ៉េដែលធ្វើឲ្យវាឈរលំដាប់ទី63ចំណែកបារាំងមាន248,000 ម៉ាយការ៉េមានទំហំជាងប្រទេសអាល្លឺម៉ង់ជិត2ដងហើយឈរលំដាប់ទី49សេដ្ឋកិច្ចអាល្លឺម៉ង់មានតម្លៃ 4.4 ត្រៃលានដុល្លារនិង GDP ក្បែរ 52,000 ដុល្លារក្នុងម្នាក់មួយឆ្នាំដែលធ្វើឲ្យវាក្លាយជាសេដ្ឋកិច្ចដ៏ធំជាងគេលំដាប់ទី4ចំណែកបារាំងមាន GDP ប្រមាណ 3.1 ត្រៃលានដុល្លារនិង GDP ក្នុងម្នាក់មួយឆ្នាំប្រហែល 47,000 ដុល្លារដែលឈរលំដាប់ទី7ប្រទេសទាំងពីរសុទ្ធតែស្ថិតក្នុងអង្គការ NATO និងសហភាពអឺរ៉ុបដូចគ្នាយោធាអាល្លឺម៉ង់ឈរលំដាប់ទី25ខណៈយោធាបារាំងឈរលំដាប់ទី11